បងប្អូនហើយក្រោយពីខ្ញុំបានឃើញនៅអត្ថបទសារព័ត៌មានមួយដែលបានចេញផ្សាយតាមរយៈ Page Fresh New Daily ដែលបានចេញផ្សាយកាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2026ពាក់ព័ន្ធទៅនឹងករណីកុមារីកំព្រាអាយុ10ឆ្នាំម្នាក់ត្រូវបានជីតាចុងចាប់រំលោភជាច្រើនលើកជាច្រើនសារហើយថែមទាំងគំរាមអាកសម្លាប់ថែមទៀតឥឡូវនេះជនល្មើសបានរត់គេចខ្លួនអស់រយៈពេល1ខែកន្លងទៅហើយនៅតែអត់ទាន់មានការស្វែងរកចាប់ខ្លួនយកមកផ្ដន់ជាទោសតាមផ្លូវច្បាប់នៅឡើយនោះទេមិនដឹងរត់គេចខ្លួនបាត់ដល់ណាទេអញ្ចឹងសមត្ថកិច្ចខាងខេត្តតាកែវមិនដឹងពេលណាបានស្វែងរកឃើញទេអញ្ចឹងខ្ញុំសូមលើកយកអត្ថបទសារព័ត៌មានទាំងស្រុងយកមកធ្វើការចែករំលែកដូចតទៅដោយរឿងរ៉ាវដែលកើតឡើងនេះគឺកើតឡើងនៅខាងខេត្តតាកែវពាក់ព័ន្ធទៅនឹងករណីរំលោភសេពសន្តិវៈដ៏ឃោរឃៅមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងក្តុកក្តួលយ៉ាងខ្លាំងពីសំណាក់មហាជនបន្ទាប់ពីកុមារីកំព្រាអាយុ10ឆ្នាំម្នាក់ដែលត្រូវជីតាចុងបង្ខំរំលោភរហូតបានសម្រេចជាច្រើនលើកនិងគំរាមកំហែងអាក៏សម្លាប់ចោលថែមទៀតប្រសិនបើហ៊ានទម្លាយរឿងនេះប្រាប់អ្នកដទៃអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់គឺការរិះគន់នោះគឺតាក់ទងទៅនឹងជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេល1ខែកន្លងទៅហើយប៉ុន្តែសមត្ថកិច្ចមូលដ្ឋាននៅតែមិនទាន់អាចស្វែងរកមុខដើម្បីចាប់ខ្លួននៅឡើយនោះទេបើយោងតាមសារព័ត៌មានបានឲ្យដឹងបន្ថែមថាកុមារីរងគ្រោះគឺមានឈ្មោះអក្សរកាត់វណណកអាយុ10ឆ្នាំជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចដោយរស់នៅជាមួយបងប្រុសបង្កើតនិងមានផ្ទះក្បែរជីដូនចាស់ជរាម្នាក់ឈ្មោះហៀងមុតអាយុ60ឆ្នាំដែលមានជីវភាពខ្វះខាតជាខ្លាំងនិងមិនបានទទួលការសិក្សារៀនសូត្រឡើយបច្ចុប្បន្នគ្រួសារជនរងគ្រោះមានទីលំនៅនៅភូមិត្រពាំងលើកឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវប្រភពព័ត៌មានដដែលបានបន្តថាហេតុការណ៍ដែលបានបែកការណ៍នេះគឺបានកើតឡើងកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2026ខណៈដែលជនសង្ស័យដែលត្រូវជាជីតាចុងហ្នឹងគឺមានឈ្មោះកពាំងអាយុ78ឆ្នាំបានព្យាយាមធ្វើនៅសកម្មភាពអនាចារលើកុមារីរងគ្រោះម្ដងទៀតក្នុងរូបភាពញៀនញ៉ាំដែលត្រូវបានបងប្រុសបង្កើតរបស់កុមារីរងគ្រោះដើរមកប្រទះឃើញផ្ទាល់នឹងភ្នែកបន្ទាប់មកមានការសង្ស័យជាយូរមកហើយភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលពីមូលដ្ឋានតែម្ដងទោះបីជាយ៉ាងណាក៏ដោយបើទោះបីជាហេតុការណ៍នេះបានកន្លងផុតទៅអស់រយៈពេល1ខែកន្លងទៅហើយក្តីប៉ុន្តែសមត្ថកិច្ចឃុំកណ្ដឹងនិងស្រុកបាទីនៅតែមិនទាន់អាចឃាត់ខ្លួនជនសង្ស័យយកមកផ្ដន់ជាទោសតាមផ្លូវច្បាប់នៅឡើយនោះទេដែលនេះកំពុងតែធ្វើឲ្យកុមារីរងគ្រោះនិងក្រុមគ្រួសាររស់នៅក្នុងភាពភ័យខ្លាចជាខ្លាំងព្រោះតែការគំរាមកំហែងដល់អាយុជីវិតពីសំណាក់ជនល្មើសប្រជាពលរដ្ឋនៅមូលដ្ឋានបានធ្វើការសម្ដែងនឹងការហួសចិត្តនិងដាក់ចម្ងល់ថាហេតុអ្វីបានជាសមត្ថកិច្ចមានភាពយឺតយ៉ាវឬមានអាថ៌កំបាំងអ្វីនៅពីខាងក្រោយខ្នងរឿងនេះទើបមិនព្រមចាត់វិធានការក្តៅក្នុងការតាមប្រមាញ់ជនល្មើសដោយមើលពីភាពទុក្ខលំបាកនិងភាពអយុត្តិធម៌នេះកាលពីពេលថ្មីនេះអំណោយសប្បុរសធម៌របស់លោកឧត្តមសេនីយ៍តូឡោកមីងហួតប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសម្ដាប់ធ្នាប់សាធារណៈរួមមានថវិកាចំនួន$100អង្គរ100គីឡូក្រាមនិងមីចំនួន10កែរួមជាមួយនឹងបច្ច័យចូលរួមចំនួន100000រៀលពីសំណាក់ព្រះអនុគណៈក្រុងកោះរ៉ុងត្រូវបាននាំយកទៅប្រគល់ជូនកុមារីរងគ្រោះដោយផ្ទាល់ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពនិងផ្ដល់ការលើកទឹកចិត្តដល់នាងមហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តតាកែវស្រែកទទូចសូមឲ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិនិងស្នងការដ្ឋាននគរបាលខេត្តតាកែវមេត្តាជួយអន្តរាគមន៍និងជំរុញដល់សមាជិកជំនាញឲ្យពន្លឿនក្នុងការស្វែងរកចាប់ខ្លួនជនសង្ស័យដែលមានវ័យ78ឆ្នាំរូបនេះយកមកធ្វើការចាត់ការតាមនីតិវិធីច្បាប់ឲ្យខានតែបានដើម្បីផ្ដល់យុត្តិធម៌ជូនកុមារីរងគ្រោះនិងដើម្បីធានាសុវត្ថិភាពសម្រាប់ធ្នាប់នៅក្នុងសង្គមបាទអញ្ចឹងចាំមើលថាក្រោយពីមានការទទូចពីប្រជាពលរដ្ឋដែលស្នើឲ្យសមាជិកនៅខាងឃុំកណ្ដឹងក៏ដូចជាសមាជិកនៅស្រុកបាទីសមាជិកនៃស្នងការដ្ឋានខេត្តតាកែវក៏ដូចជាសមាជិកនៃស្នងការដ្ឋាននគរបាលជាតិដើម្បីឲ្យជួយអន្តរាគមន៍ក្នុងការស្វែងរកជនល្មើសយកមកផ្ដន់ជាទោសចាំមើលថាចំណាត់ការរបស់សមាជិកក្នុងការស្វែងរកជនល្មើសហ្នឹងនឹងពន្លឿនក្នុងការស្វែងរកដើម្បីធ្វើការផ្ដល់នៅពន្លឺយុត្តិធម៌សម្រាប់កុមារីរងគ្រោះក៏ដូចជាក្រុមគ្រួសារជនរងគ្រោះបានដែរឬអត់អញ្ចឹងព័ត៌មានផ្សេងៗទៀតខ្ញុំនឹងធ្វើការអាប់ដេតបន្ថែមទៀតបើសិនជាខ្ញុំបាននឹងទទួលបានព័ត៌មានថ្មីពាក់ព័ន្ធទៅនឹងករណីហ្នឹងសម្រាប់ព័ត៌មានមួយនេះខ្ញុំសូមបញ្ចប់ត្រឹមនេះបាទជួបគ្នានៅវីដេអូក្រោយ